តាមពិតទៅលោកសំរងស៊ីកម្មសខានឹងជាមនុស្សផងលោកហ៊ុនសែនទេយកលុយដោយលោកតាកំតាំក៏ថាចឹង100លានម្នាក់អញ្ចឹងទៅដើម្បីធ្វើកិច្ចការធ្វើប្រឆាំងហើយប្រឆាំងคล้ายហើយប្រឆាំងคล้ายដើម្បីបំផ្លាញអ្នកណាគឺបំផ្លាញតែម្នាក់គត់គឺក្បាច់នរហ្នឹងឯងនៅសភាអឺរ៉ុបគេបាន endorse គេទទួលស្គាល់ខ្ញុំនៅសភានៅ28ប្រទេសនឹងទទួលស្គាល់ខ្ញុំកវ៉ៃនរ៉នជាអ្នកដឹកនាំល្អម្នាក់ដែលសភាអឺរ៉ុបគេទទួលស្គាល់ endorsement អញ្ចឹងថ្ងៃទី15ខែ5ឆ្នាំ2012គឺថាលោក Wyden Holzer នឹងហើយជាអ្នកឲ្យសភាទាំងអស់គេបោះឆ្នោតគេនាំគ្នា endorse ខ្ញុំដូច្នេះរឿងដែល endorse នេះហើយដែលធ្វើឲ្យរង្គើដល់យួនដល់លាវដល់ចិនដល់លោករងស៊ីដល់លោកហ៊ុនសែននៅឆ្នាំ2023លោកសំរងស៊ីចូលទៅជជែកជាមួយលោកហ៊ុនសែន3ម៉ោងជាងអ្នកណាក៏ដឹងដែរចេញមកវិញកសែតគេសួរគេថាលោកនិយាយពីប្រធានបទអីអត់អីទាំងអស់ស្រាប់តែប្រហែលខែក្រោយមកក៏ស្រាប់តែចោតលោកកម្មសខាក្បត់ជាតិចាប់គាត់ទាំងយកដាក់គុកទៅច្បាប់របស់$23លោកទាំងពីរអ្នកនឹងជាអ្នកក្បត់$23ខ្លួនឯងលោកខ្លួនឯងជាអ្នកគ្រប់គ្រង$23តែលោកទៅបង្កើតច្បាប់ដើម្បីសម្លាប់ខ្មែរឲ្យបាត់$23អស់រយៈពេល34ឆ្នាំតើទេដល់ទៅ34ឆ្នាំអ្នកណាអ្នករើអ្នកណាអ្នកសាគឺលោកโจ Biden ជាសហរដ្ឋអាមេរិកដែលបានចុះមកដល់ស្រុកខ្មែរដោយគាត់ដឹងថាគាត់ប្រាប់លោកហ៊ុនសែនថាត្រូវតែបោះឆ្នោតឲ្យត្រឹមត្រូវឲ្យមានប្រជាធិបតេយ្យឲ្យមាននីតិរដ្ឋតែលោកហ៊ុនសែនអត់ធ្វើទាំងអស់ពីព្រោះគាត់បាននិយាយជាមួយឲ្យលោកសំរងស៊ីឯងបាន55ក្អីគឺលោកហ៊ុនសែនអ្នកឲ្យលោកហ៊ុនសែនខ្លួនឯងជាអ្នកនិយាយខ្លួនឯងគាត់ទេជាអ្នកឲ្យហើយលោកហ៊ុនសែនគណៈបកប្រជាជនបាន67 68ក្អីអញ្ចឹងហើយមានន័យថាគេដូរច្បាប់ពី2/3របស់$23បើគេដាក់2/3វាមានន័យថាលោកហ៊ុនសែនមិនអាចសម្រេចរដ្ឋាភិបាលសម្រេចអីប្រទេសជាតិតែឯងបានទេដូច្នេះគេត្រូវធ្វើយ៉ាងម៉េចដើម្បីទាត់សំរងស៊ីចោលដើម្បីមកធ្វើកិច្ចការខាងក្រៅដើម្បីបំបាក់កវ៉ាញ់នរ៉នគឺគាត់គេត្រូវទៅរុញឲ្យលោករងស៊ីចេញមកក្រៅចឹងអា$23បើ2/3មានន័យថារដ្ឋាភិបាលធ្វើអីបោះឆ្នោតអីទាំងអស់ត្រូវតែតាក់ទងគណៈបកលោកសំរងស៊ី55កៅអីហ្នឹង2/3ទោះតែ2/3ហ្នឹងបោះឆ្នោតទៅវាបានសម្រេចបានគេយកទៅជាស្ថាគមហើយច្បាប់ហ្នឹងคล้ายទៅជាធរមានប៉ុន្តែអានេះអត់ទេគឺលោកហ៊ុនសែនជាមួយលោកសំរងស៊ីទៅចែកគ្នាស្ងាត់ដោយតែលោកតាកំតាន់បាននិយាយថា100លានបេះស្អាតផ្ញើទៅ account ដែលគាត់មាន account ស្រេចច្បាស់កន្លែងហើយចង់ដឹងសួរលោកតាកំតាន់ខ្លួនឯងឥឡូវគាត់សងំទេតែគាត់មានផុសតាំងទាំងអស់គាត់ចាំតែមើលសភាពការដោយសារតែមានកូនស្រីរបស់គាត់គណៈបកប្រជាជនហ្នឹងកូនស្រីបកកើតរបស់គាត់ហ្នឹងទៅចរចាហើយទៅដល់ខ្ញុំតាមដានជិះឡានបើក3000ម៉ាល់ទៅតាមរកការពិតដល់ទៅជួបអ្នកនោះឃើញស្រីយួនម្នាក់ជាលាវនៅប្រចាំនៅផ្ទះហ្នឹងហើយនឹងកូនលោកតាកំតាន់អញ្ចឹង100លានហ្នឹងគឺឲ្យលោកកឹមសុខានិងឲ្យលោកសំរងស៊ីដើម្បីឲ្យកឹមសុខាដាក់គុកទៅហើយកុំឲ្យរើបំរាស់សំរងស៊ីបានប្រកាសខ្លួនឯងថាអានេះដូចបញ្ជាអញ្ចឹងណាបន្ទាប់ពីគាត់ចេញទៅមកក្រៅហើយ2/3គាត់យល់ព្រមសញ្ញេឲ្យលោកហ៊ុនសែនទៅ50+1អត់លោកយល់2/3ហើយនឹង50+1ទេពាក្យថា50+1ការធ្វើច្បាប់ដែលមិនមែនជាច្បាប់របស់$23គឺខុសច្បាប់ហើយប៉ុន្តែលោកសំរងស៊ីជាមួយហ៊ុនសែនត្រូវគ្នាដោយដាក់ពាក្យថា50+1មានន័យថាគណៈបកណាដែលមានសន្លឹកឆ្នោត50+1មានន័យថាបើសភាតំណាងរាស្ត្រមាន120ចែកនឹង2វាឃើញ60កៅអីអាហ្នឹងគឺមានន័យថា50%ហើយ60ហ្នឹង60កៅអីហ្នឹងមានន័យថាគេគិត50%ហើយបើបូកនឹង1កៅអីហ្នឹងវាត្រូវជា61កៅអីបាត់
ហើយលោកហ៊ុនសែនមានដល់67កៅអីដូច្នេះគាត់មិនត្រូវការគណៈបកសង្គ្រោះជាតិ55កៅអីទេពីព្រោះលោក55កៅអីអត់បានពាក់កណ្ដាលផងហ្នឹងអញ្ចឹងគេអត់រាប់ទេអញ្ចឹងលោកហ៊ុនសែនទាត់យកឈើឆ្កឹះគណៈបកសង្គ្រោះជាតិដូចឆ្កឹះដូចអាចងន់ទទួលលុយយ៉ាងច្រើនចាំខ្ញុំនឹងបកស្រាយតើអ្នកណាខ្លះនឹងនិយាយពីសំរងស៊ីមានប្រេតអាដាមឥឡូវនេះបន្ទាប់ពីគាត់ចាញ់ទៅហើយខ្ញុំអញ្ជើញលោកសំរងស៊ីឲ្យទៅចូលរួមដើម្បីទៅទទួលឲ្យខ្ញុំធ្វើពាក្យបណ្ដឹងដើម្បីបណ្ដឹងជំនួសសំរងស៊ីលោកសំរងស៊ីចេញប្រកាសមកថាគណៈបកសង្គ្រោះជាតិទាំងអស់បងប្អូនខ្មែរទាំងអស់ទី1កុំធ្វើបាតកម្មទី2កុំទៅបណ្ដឹងទី3កុំទៅធ្វើបាតកម្មទី4ដេកផ្ទះឈ្នះឯងអត់ធ្វើឲ្យលោក Brett Adam ដែលគាត់ទៅនិយាយគាត់មានការក្តៅណាស់ហើយអ្នកណា Brett Adam ហ្នឹងគឺជាគាត់ជាប្រធានអង្គការសហប្រជាជាតិទទួលបន្ទុកអង្គការសិទ្ធិមនុស្សនៅប្រចាំអាស៊ីគាត់ដែលធ្វើការច្រើនជាងគេគឺនៅប្រទេសខ្មែរអញ្ចឹងគាត់ដឹងរឿងទាំងអស់លោកសំរងស៊ីទាំងលោកគណៈបកសង្គ្រោះជាតិនៅពេញទាំងគណៈបកផ្សេងទៅចូលរួមស្ដាប់ Brett Adam នៅទីក្រុងសៀថុលហើយលោក Brett Adam និយាយថាម៉េចសូមអស់លោកស្ដាប់តើលោកសំរងស៊ីជានរណា